បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសខ្ញុំមុងសុភ័ក្រជាប្រធានក្រុមនិស្សិតអ្នកស្រាវជ្រាវវ័យក្មេងនៃសមាគមក្រុមការងារ100រាត្រីថ្ងៃបន្ទាប់ពីបានឃើញលោកសំរងស៊ីសម្រាប់យកថ្ងៃទី$23ប្រកាសបង្កើតរដ្ឋាភិបាលក្រៅប្រទេសជាផ្លូវការនោះក្នុងនាមខ្ញុំជាយុវជនក៏សូមអំពាវនាវទៅដល់អង្គការសង្គមស៊ីវិលនៅក្នុងស្រុកទាំងអស់ចូលរួមស្កោតទោសទៅដល់រដ្ឋាភិបាលក្រៅប្រទេសរបស់លោកសំរងស៊ីក្នុងហេតុផលទី1ការបង្កើតរដ្ឋាភិបាលក្រៅប្រទេសរបស់លោកសំរងស៊ីនេះគឺផ្ទុយអំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ1991ដែលគេកំណត់ថាប្រទេសកម្ពុជាមិនអាចមានរដ្ឋាភិបាលពីរបានទេហើយកិច្ចព្រមព្រៀងនេះដោយទៀតសោតគឺលោកសំរងស៊ីតែងតែយកមកប្រើជាផ្លូវនយោបាយរបស់ខ្លួនបច្ចុប្បន្ននេះចំណុចទី2ការបង្កើតរដ្ឋាភិបាលក្រៅប្រទេសនេះគឺផ្ទុយអំពីរដ្ឋធម្មនុញ្ញប្រជាជាតិកម្ពុជាដែលរដ្ឋធម្មនុញ្ញប្រជាជាតិកម្ពុជារដ្ឋាភិបាលមួយត្រូវកើតឡើងដោយការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ស្របពេលដែលប្រទេសកម្ពុជាកំពុងតែប្រឈមនឹងវិបត្តិការឈ្លានពានពីសំណាក់ប្រទេសថៃនៅតាមខ្សែបន្ទាត់ព្រំដែននោះខ្ញុំសូមអំពាវនាវទៅដល់អង្គការសង្គមស៊ីវិលទាំងអស់ត្រូវប្រកាន់ចំហរឹងមាំកុំលំអៀងត្រូវគោរពការពារឲ្យបាននៅនីតិរដ្ឋកម្ពុជាដែលមិនត្រូវបណ្តែតបណ្ដោយឲ្យចលនាលោកសំរងស៊ីធ្វើភ្ជុះធ្វើភ្លៀងដោយការពីសម័យប្រវត្តិសាស្ត្រដែលអាចនឹងកើតឡើងខ្មែរជា2ជា3ហើយនឹងមានការបែកបាក់ជាតិធ្វើដូច្នេះគឺធ្វើឲ្យប្រទេសជិតខាងជាពិសេសប្រទេសថៃដែលកំពុងឈ្លានពានយើងចាប់បាននៅចំណុចខ្សោយនយោបាយផ្ទៃក្នុងរបស់ជាតិកម្ពុជាចំណុចទាំងអស់នេះហើយដែលនាំឲ្យកម្ពុជាមានចំណុចខ្សោយក្នុងការចាញ់ផ្នែកនយោបាយក្នុងស្រុកចំណុចទី2ក្នុងរឿងចៃដន្យមួយទៀតដែលយើងមើលឃើញថាគណៈបកកម្លាំងជាតិបានសម្រេចជួបជុំគ្នានៅថ្ងៃទី$23ដោយការប្រកាសរដ្ឋាភិបាលក្រៅប្រទេសរបស់លោកសំរងស៊ីដែរស្របពេលដែលអនុប្រធានគណៈបកកម្លាំងជាតិលោកសុកកឹមសេងក៏ធ្លាប់បានប្រកាសជាចំហសាធារណៈនៅវេទិការបស់ខ្លួនបានយកលោកសំរងស៊ីជានិមិត្តរូបនៃការដើរតាមក្នុងផ្លូវនយោបាយដូច្នេះលោកសំរងស៊ីនៅតែបន្តប្រើសេណារីយ៉ូរបស់ខ្លួនហើយវាជាក់ស្ដែងណាស់ដែលគណៈបកកម្លាំងជាតិពិតជានៅក្រោមការបង្គាប់បញ្ជារបស់លោកសំរងស៊ីពិតប្រាកដមែនខ្ញុំសូមអំពាវនាវក្នុងនាមខ្ញុំជាយុវជនសូមឲ្យពលរដ្ឋទាំងអស់កុំចូលរួមនៅចលនារបស់លោកសំរងស៊ីជាពិសេសចលនារបស់គណៈបកកម្លាំងជាតិនេះដែលនាំឲ្យមានបន្ទុកធំដល់ជាតិបន្ថែមស្របពេលដែលកម្ពុជានិងថៃកំពុងតែជួបវិបត្តិឈ្លានពានគ្នាហើយយើងនៅថែមបន្ទុកមួយទៀតគឺទប់ទល់នឹងចលនារដ្ឋាភិបាលជ្រុលនិយមនៅក្រៅប្រទេសមួយនេះដែលធ្វើឲ្យប្រជាជនកម្ពុជាទាំងមូលខ្វែងគំនិតជាពីរហើយមិនអាចរួបរวมគ្នាជាធ្លុងមួយបានជាចុងក្រោយក្នុងនាមខ្ញុំជាយុវជនសូមឲ្យប្រជាពលរដ្ឋខ្មែរយើងកុំចូលរួមជាមួយនឹងលោករងឈុននៅគណៈបកកម្លាំងជាតិដែលជាចលនារបស់លោកសំរងស៊ីរដ្ឋាភិបាលក្រៅប្រទេសនេះបែរជាយើងងាកមកដើម្បីតាមដានមើលកិច្ចការងារការពារព្រំដែននិងរួមគ្នាជាគំនិតតែមួយដើម្បីធ្វើយ៉ាងម៉េចឲ្យព្រំដែនយើងកំពុងតែជួបវិបត្តិការឈ្លានពានពីប្រទេសថៃនេះឲ្យរក្សានៅកម្លាំងរួមដើម្បីឲ្យជាតិយើងការពារបាននៅអធិបតេយ្យជាតិបូរណភាពទឹកដីជាពិសេសឯកភាពជាតិតែមួយកុំឲ្យយើងងាកមកប្រវត្តិសាស្ត្រម្ដងទៀតសូមអរគុណ